បាទជំរាបសួរអៃដល់ចាជំរាបសួរធ្វើអីហើយដាំដលងដាំដលងមកគុំដាក់តែ2បានហើយអូដល់ខែដាំដលងហើយសួរអីដលងម៉ែដាំរាល់ឆ្នាំដល់ឥឡូវឲ្យដាំសួរទៀតនេះដលងបងប្អូនអានេះខៅដលងអីវិញនេះដលងដៃខ្លាអូនេះដលងដៃខ្លាណាហ្នឹងហើយឥឡូវដាំថតប្រាប់បងប្អូនដល់ពេលគាត់ក៏ថតប្រាប់បងប្អូនដែរអូឥឡូវហ្នឹងចាប់ដាំទៀតណាចាចាប់ដាំហើយអូដាំតែឆោវាឡើងលើស្រួលមកមិនធ្វើដាក់ចឹងធ្លាប់តែជួកូនបងប្អូនកូនឲ្យចោលមានមើលម្ដាយទេហ៎ធ្លាប់តែជួបាទដល់ពេលឲ្យដាំរៀងល្ងងបន្តិចកាប់ដៅលុបឲ្យអស់កាប់មកចោលចំណាំឲ្យដឹងហ៎អូហើយឲ្យដាំអត់ដឹងដាក់ដេកចុះបើគ្នាតកងគូយន្តហើយដល់ពេលមកឲ្យដាំអញ្ចឹងបាក់ដែរអញ្ចឹងណាទោះហ្នឹងអត់ចេះដាំបានណាលុបចាំម៉ែដាំទៅដាំទៅដូចអស់យើងអត់ចេះអញ្ចឹងអត់មានមើលហ្មងចាឥឡូវកាប់ឲ្យគាត់ដាំវិញហ្នឹងហើយចាហ្នឹងមិនយើងមិនជួលុបហ្មងវាមិនជួលុបមិនកើតហ្នឹងកាប់ដៅឲ្យលុបដាក់ជីឲ្យបានកាប់មកចោតចឹងចំណាំដៅអូហើយចឹងយើងដាំមកមិនជួលុបយកហ្មងណាអីទៅជួលុបមិនកើតអូចាដូចព្រោះសូវអីគេជួលុបណាអាសូវព្រោះជួលុបអានេះជួដីហើយរស់ហើយចាប់ដើមធ្វើឲ្យវារៀងកំពុងហើយចាប់ដើមកាប់ដៅគេហៅពូនរងហ្នឹងហើយពូនរងកាប់ដៅហើយយើងមាន5ដាក់ពីក្រោមហើយដាក់អាចគោពីលើហើយលុបដីទៅអូលុបដីហើយយើងកាប់មកចប់ចំណាំចឹងហើយយើងដាំមកខ្ញុំស្មានថាដូចអាដែងយើងព្រោះស្រូវភ្ជួរហើយយើងយកដំឡូងហ្នឹងបាចហើយយើងរស់លុបទៅហ្នឹងហើយម្លងមិនមែនដូចស្រូវទេម្លងពិបាកដាំណាតែអាហ្នឹងដល់ពេលខែយើងជីកវិញចំខែណាចំខែកឋិនខែកដឹកហ្នឹងហើយខែអូចំខែកឋិនហ្មងចាខែកឋិនគោះហើយកោះលក់កឋិនទៀតបើសិនជាត្រូវគេទិញលក់ចឹងបើអត់ទិញលក់ចែកបងប្អូនហូបចឹងជាទូទៅ1គីឡូប៉ុន្មាន1គីឡូ5000 1គីឡូ5000ចាឆ្ងោឆ្អិន7000យីឆ្ងោអាហ្នឹងមកគុំបានប៉ុន្មានគីឡូមកគុំ5គីឡូ6គីឡូ7គីឡូតាមមើមចឹងហ៎ងុនម៉េះធ្ងន់មិនដៅប៉ុណ្ណៅជែកចឹងណាអូមិនដៅលេងសើចណាអាហ្នឹងមើមវាមកមើម7គីឡូមែនទេមកគុំមិនដៅវួនជ្រុងចែអូចង់និយាយថាមកគុំហ្នឹងមើមវាចម្រុះគ្នាទាំងអស់បាន7គីឡូហ្នឹងហើយមើមចម្រុះវាមើមវាពុំបាន5គីឡូ6គីឡូតាមមើមតាមវាមើមវាអត់មើមចឹងណាខ្ញុំស្មានថាដំឡូងមកគុំហ្នឹងដែងចំនួនវា7គីឡូមកគុំហ្នឹងវាមើមដូចជា10មើម20មើមអីចឹងសរុបទៅវាបាន7គីឡូចឹងណាខ្ញុំមកមើមហ្នឹង7គីឡូមិនបាច់ទេហ្នឹងហើយខ្ញុំនិយាយរួមខ្ញុំដាំមកដំឡូងហ្នឹងខ្ញុំមិនដែលចោលពូជទេខ្ញុំដាំជាង20ឆ្នាំហើយអូអាហ្នឹងជួហើយណាចាជួហើយអាខាងនេះចុះអាខាងនេះអានេះខ្ញុំព្រោះសណ្ដែកព្រោះអីទៅយកឆ្មៅគោយកអីខ្លះចឹងហ៎នេះអាស្រូវគាត់ព្រោះខាងមុនដោះបងប្អូននេះដោះហើយប្រយរិញនេះបងប្អូនគាត់អានេះនិយាយទៅខ្ញុំដាំតែ2រងឯង20គុំទេអូដាំតិចដែរដល់សូវមានអ្នកហូបចាហ្នឹងហើយខ្ញុំនិយាយរួមដាំឲ្យបងប្អូនចុះគាត់ថាដាំលក់អាណាទៅហូបអស់ឯងចឹងលក់ខ្លះនេះខ្លះទៅលក់ខ្លះហូបខ្លះចឹងទៅលក់ខ្លះហូបខ្លះឲ្យបងប្អូនខ្លះអូហើយយកជាឆ្មៅគោខ្លះចឹងទៅចាហ្នឹងហើយបាទគាត់ធ្វើនេះផលប្រយោជន៍ទៅនិយាយត្រង់ទៅយកឆ្មៅគោទេបងប្អូនអត់ទេបាននិយាយរួមប្រឡោះដំឡូងហ្នឹងវាមានជើងតកែល្អជើងតកែហ្មងបានតកែមនោហ្នឹងអូខ្ញុំស្មានថាតកែមនោហ្នឹងបាទមានប៉ុណ្ណឹងទេបងប្អូនអើយបាទបាយ